ខ្ញុំវិញគឺថាអត់តន់គួរមានគួរមានតើមនុស្សស្រីមិនអាចកំណត់ស្តង់ដារលើដៃគូស្នេហារបស់ខ្លួនឯងទេមែនទេនៅពេលដែលគាត់មានកូនស្រីគាត់ក៏ច្បាស់ណាស់មិនឲ្យកូនស្រីគាត់រៀបការជាមួយមនុស្សប្រុសចោលមួយទៀតដែរមិនអាចចិញ្ចឹមកូនស្រីគាត់បានដែរមែនអត់ចាអញ្ចឹងសំណួរនេះត្រូវបានសួរជាញឹកញាប់ទៅកាន់មនុស្សស្រីមិនថាគាត់មិនថាអ្នកដទៃខ្ញុំឃើញមានច្រើនមែនតើចែកចាយលើបណ្ដាញសង្គមហើយនៅពេលដែលមនុស្សស្រីកំណត់ស្តង់ដារមួយដែលខ្ពស់តែងតែត្រូវបានគេតេះឌីលជេរប្រមាថដូចហៃសរងនៅតាមទីសាធារណៈអញ្ចឹងប៉ុន្តែសំណួរសួរទៅវិញថាតើមនុស្សស្រីមិនមែនជាមនុស្សទេគាត់អត់អាចកំណត់ស្តង់ដារលើដៃគូស្នេហារបស់ខ្លួនឯងបានទេគ្រប់មនុស្សទាំងអស់មានស្តង់ដារក្នុងការរស់នៅខុសៗគ្នាអ្នកខ្លះគឺគាត់ត្រឹមតែជីវភាពធម្មតាត្រឹមតែប្រាក់ខែ100 $200គឺគាត់អាចរស់បានហើយប៉ុន្តែអ្នកខ្លះវិញគឺគាត់ប្រាក់ខែ$500ក៏គាត់សឹងតែមិនរស់ផងហើយអ្នកខ្លះទៀតដែលគាត់មានជីវភាពធូរធារខ្លាំងមែនតើណាគឺគាត់ត្រូវចំណាយខ្ពស់ខ្លាំងរហូតដល់ប្រាក់ខែរាប់ពាន់$គឺគាត់អាចរស់បានស្តង់ដារនៃការរស់នៅអត់មានអីខុសពីស្តង់ដារនៃផលិតផលទេម្នាក់គឺមានសិទ្ធិក្នុងការកំណត់ស្តង់ដារក្នុងការរស់នៅរបស់ខ្លួនឯងរៀងៗខ្លួនហើយការកំណត់ស្តង់ដាររបស់គាត់អត់មានអីខុសទេព្រោះសម្រាប់មនុស្សស្រីខ្ញុំឃើញថាបើសិនជាខ្ញុំមើលត្រឡប់ទៅវិញ flashback ទៅជីវប្រវត្តិរបស់គាត់ជាមួយនឹងបទពិសោធន៍នៃការរស់នៅដែលគាត់ធ្លាប់មានគ្រួសារម្ដងហើយគាត់បានចែករំលែកមកវិញគឺគាត់ធ្លាប់ស្រឡាញ់គ្នាចិត្តនឹងចិត្តប៉ុន្តែគាត់ទទួលបានជីវិតគ្រួសារមួយដែលអត់សមប្រកបទេត្រូវរងអំពើហិង្សាពីស្វាមីហើយត្រូវលែងលះគ្នាមេម៉ាយកូនមួយទាំងវ័យក្មេងការកំណត់ស្តង់ដាររបស់នារីគឺពិតជាមិនខុសទេក្រោយពេលរៀបការនារីត្រូវទទួលរងបន្ទុកជាច្រើនជាងបុរសទី1ការរំពឹងទុកពីសង្គមការរំពឹងទុកពីសង្គមរំពឹងថានារីនឹងអាចរៀបការបង្កើតកូនមើលថែផ្ទះមើលថែប្តីចេញទៅរកប្រាក់ចំណូលចូលគ្រួសារបានគាត់ត្រូវមានកូនអំឡុងពេលដែលពពុះហ្នឹងគាត់ត្រូវរងជួបផលវិបាកជាច្រើនដូចជាបើសិនជានារីមួយចំនួនគាត់ចាញ់ខ្លាំងគាត់ត្រូវឈប់ពីការងារគាត់ទៅការងារបណ្ដោះអាសន្នហើយនារីមួយចំនួនទៀតគាត់អត់ចាញ់មែនប៉ុន្តែពេលឆ្លងទន្លេគាត់ត្រូវយ៉ាងហោចណាស់គឺសម្រាប់ឆ្លងទន្លេ2ទៅ3ខែដើម្បីជាសះរបួសទោះបីជាការវេចកាត់ឬក៏ការសម្រាលដោយធម្មជាតិក៏ដោយអញ្ចឹងអំឡុងពេលហ្នឹងឯងនេះអំឡុងពេល9ខែ10ថ្ងៃហ្នឹងអំឡុងពេលសម្រាប់កូនខ្ចីនេះតើគាត់បានប្រាក់មកពីណាដើម្បីទទួលចំណាយបើសិនជាបុរសជាស្វាមីរបស់គាត់មិនមានលទ្ធភាពសម្រាប់ទទួលចំណាយនៅក្នុងគ្រួសារផងហ្នឹងគាត់ត្រូវរ៉ាប់រងរបួសរ៉ាប់រងផ្លូវកាយផ្លូវចិត្តក្នុងការចិញ្ចឹមកូនមើលថែកូននៅក្នុងពុះរបស់គាត់ទៅហើយរឿងផ្សេងទៀតទាក់ទងនឹងផ្នែកហិរញ្ញវត្ថុគាត់ត្រូវពឹងពាក់ស្វាមីចុះបើស្វាមីគាត់ជាមនុស្សដែលអត់មានលទ្ធភាពក្នុងការរកប្រាក់ចំណូលតែបន្ទុកទាំងនេះទៅធ្លាក់លើនរណាអញ្ចឹងការគិតទុកមុនរបស់នារីគឺអត់ខុសទេគឺគាត់គ្រាន់តែគិតទុកមុនដើម្បីឲ្យជីវភាពគ្រួសាររបស់គាត់គឺល្អទាំងអស់គ្នានៅពេលដែលមានវិបត្តិណាមួយកើតឡើងឬក៏នៅពេលដែលមានរឿងអាសន្នណាមួយកើតឡើងស្វាមីរបស់គាត់ក៏មានលទ្ធភាពអាចចិញ្ចឹមគាត់បានអញ្ចឹងការគិតបែបនេះក៏ខ្ញុំគិតថាមិនអត់សមនិយមទេសម្រាប់មនុស្សទូទៅហើយខ្ញុំជឿជាក់ថាបងបុរសដែលចូលចិត្តជេរឌីលនារីបែបនេះនៅពេលគាត់មានកូនស្រីគាត់ក៏ច្បាស់ណាស់មិនឲ្យកូនស្រីគាត់រៀបការជាមួយមនុស្សប្រុសចោលមួយទៀតដែរមិនអាចចិញ្ចឹមកូនស្រីគាត់បានដែរមែនអត់ចាអញ្ចឹងហេតុអីបានជាគាត់ត្រូវតែឌីលមនុស្សស្រីដែលមានស្តង់ដារខ្ពស់មនុស្សប្រុសមួយចំនួនមានស្តង់ដារខ្ពស់ទៅលើនារីលើផ្នែកសម្ផស្សសម្រស់តែងតែរិះគន់ឬក៏ទាមទារឲ្យនារីស្អាតបែបនេះល្អបែបនោះចុះហេតុអីបានជាបុរសអត់ដែលត្រូវបានទទួលការរិះគន់ពីនារីដូចគ្នាឬក៏ពីបុរសដូចគ្នាថាខ្លួនឯងមើលឃើញខ្ពស់មើលឃើញតែស្អាតមើលឃើញតែល្អអញ្ចឹងការនិយាយបែបនេះមិនមែនមានហេតុថាខ្ញុំកាន់ជើងអ្នកដែលគាត់បញ្ចេញមតិថាគាត់តែប្រាក់ខែ$500ទៅគាត់រៀបការជាមួយគ្រាន់តែខ្ញុំចង់បញ្ជាក់ប្រាប់ថាលើโลกនេះស្តង់ដារក្នុងការរស់នៅស្តង់ដារក្នុងការមានដៃគូជីវិតគឺរបស់មនុស្សម្នាក់ៗខុសគ្នាអញ្ចឹងទាំងខ្ញុំទាំងគេគឺពិតណាស់យើងស្រឡាញ់គ្នាយើងជ្រើសរើសដៃគូគឺយើងជ្រើសរើសចិត្តនឹងចិត្តក្នុងនោះផងដែរការជ្រើសរើសចិត្តនឹងចិត្តក៏ត្រូវប្រកបដោយបញ្ញាផងដែរចាប្រកបដោយបញ្ញាថាតើយើងអាចរស់នៅជាមួយគ្នានឹងរួមសុខរួមទុក្ខជាមួយគ្នាបានអត់ហើយគាត់មានសមត្ថភាពមានលទ្ធភាពដែលអាចបង្កើតគ្រួសារមួយដែលល្អហើយខ្លាយជាឪពុករបស់កូនខ្ញុំដែលល្អដែរអត់ការមានសមត្ថភាពនិងមានលទ្ធភាពគឺមកតាមក្រោយសេចក្តីស្រឡាញ់ទេប៉ុន្តែគួរតែជាការដែលអាចមើលឃើញវត្តសុខបានដែរខ្ញុំនៅតែលើកទឹកចិត្តចំពោះបងប្អូននារីទាំងអស់ចូលបង្កើតស្តង់ដារខ្លួនឯងឲ្យខ្ពស់ឲ្យល្អហើយខ្លួនឯងក៏ជាមនុស្សដែលមានគុណភាពដើម្បីទាមទារស្តង់ដារមួយល្អសម្រាប់ជីវិតខ្លួនឯងហើយអត់ខ្វះទេនារីដែលមិនកំណត់ស្តង់ដារហើយគាត់ស្រឡាញ់ចិត្តនឹងចិត្តទៅតែអ្វីគាត់ទទួលបានមកវិញក៏ការឈឺចាប់ក៏ច្រើនដែរ